ប្រជាពលរដ្ឋមួយចំនួននៅក្រុងសំរោងខេត្តឧត្តរមានជ័យបានស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធជួយដោះស្រាយករណីទីតាំងសត្វតាឃាតមួយកន្លែងដែលបង្ហូរទឹកកាកសំណល់ស្អុយប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់អ្នកភូមិអះអាងថាទីតាំងសត្វតាឃាតកាប់គោក្របីជ្រូកមួយកន្លែងស្ថិតនៅក្នុងភូមិភ្នៀតសង្កាត់សំរោងបានបង្ហូរទឹកកខ្វក់ទៅក្នុងអូរធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់រយៈពេលប្រមាណ4ឆ្នាំមកហើយដោយពុំមានអាជ្ញាធរណាជួយដោះស្រាយឡើយពលរដ្ឋម្នាក់លោកលិនខុនវ័យ73ឆ្នាំរស់នៅក្បែរទីតាំងសត្វតាឃាតក្នុងភូមិត្របែកសង្កាត់បោះស្បូវប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាទីតាំងសត្វតាឃាតនោះបានបង្ហូរទឹកកខ្វក់ចូលទៅក្នុងអូរដែលពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃដូចជាសម្រាប់ងូតផឹកនិងស្រោចស្រពផលដំណាំជាដើមខណៈកន្លែងពួកគាត់រស់នៅពុំទាន់មានទឹកស្អាតប្រើប្រាស់លោកលិនខុនបន្តថាជុំវិញបញ្ហានេះកន្លងមកអ្នកភូមិបានរាយការណ៍ទៅអាជ្ញាធរនិងរដ្ឋបាលក្រុងដែរប៉ុន្តែរហូតមកដល់ឆ្នាំ2025នេះពុំទាន់មានដំណោះស្រាយឡើយបូមទឹកនេះចេញនេះបូមអាសាដែលមានហើយនឹងចាក់ចោលទៅវាទៅកាលទៅបានវាមិនហូរមកអូកាលណាហូរមកអូមិនត្រឹមតែខ្ញុំប្រើទេសំបីតែអ្នកស្រុកម្រត់ត្រីក៏អត់សមដែរនិយាយពីខ្មៅទឹកខ្មៅវោនឹងដល់យូរទៅបែរជាជាប់4ឆ្នាំហើយខ្ញុំទៅតាក់ទងដល់ធនធានទឹកអីខាងលើណាខាងក្រោមក៏បានខាងលើបានឃុំអីទៅលើតាក់ទងអត់សម្រេចរបៀបចាញ់ថែមពលរដ្ឋម្នាក់ទៀតអ្នកស្រីរស់បានវ័យ70ឆ្នាំរស់នៅភូមិត្របែកសង្កាត់បោះស្បូវនិយាយថាកន្លែងសត្វតាឃាតនោះបានជះភាយក្លិនស្អុយឆ្អាបធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់និងពលរដ្ឋនៅក្នុងភូមិអ្នកស្រីថាករណីនេះអ្នកភូមិបានតវ៉ាជាច្រើនដងមកហើយដើម្បីឲ្យម្ចាស់ទីតាំងសត្វតាឃាតដោះស្រាយប៉ុន្តែម្ចាស់ទីតាំងមិនអើពើនោះទេអ្នកស្រីថាកាកសំណល់សត្វតាឃាតបានហូរចូលក្នុងអូរឡើងខ្មៅអ្នកស្រីរស់បានបន្តថាបើនៅរដូវវស្សាវិញគឺកាកសំណល់សត្វតាឃាតបានហូរចូលអូរកាន់តែខ្លាំងខណៈពលរដ្ឋប្រើប្រាស់ទឹកអូរនេះប្រចាំថ្ងៃដឹកនាំខាងលើសូមឲ្យអនាម័យទឹកនឹងឲ្យបានស្អាតដល់ពេលទឹកជន់មកទឹកនឹងវាហូរទៅក្រោមចូលវត្តលោកក៏ចូលតាមស្រះប្រជាពលរដ្ឋនៅខាងក្រោមក៏ចូលដែរទឹកណាចាប៉ុន្តែសំណពរប៉ុណ្ណឹងទេប៉ុន្តែបោះសនាជាទីបូមដាក់តាមស្រែវាហួតទៅក្រោមវាមិនអាចមិនអីទេប៉ុន្តែទឹកហ្នឹងសប្ងាយប្រើមកាត់ខ្ញុំប្រើទឹកស្រះខាងក្រោយស្រះខ្ញុំកាយខ្លួនឯងលោកម៉ែនផាតមានវ័យ44ឆ្នាំជាអ្នកដឹកសាច់សត្វតាឃាតប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាថៅកែរបស់គាត់មានកន្លែងសត្វតាឃាតតែមួយកន្លែងនេះប៉ុណ្ណោះដោយកាប់គោក្របីជ្រូកក្នុងមួយថ្ងៃចន្លោះពី20ទៅ30ក្បាលអូចុះអានឹងយើងបរហូរថ្ងៃហ្មងបងណាអាបូមនេះបូមគាត់យូរគាត់បូមរងទៅតារិះហាំពេញបានបូមស្នាប់ទឹកបាទលោកភួងលីណាប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យអះអាងថាលោកពុំទាន់បានទទួលព័ត៌មានពាក់ព័ន្ធនឹងករណីនេះទេយ៉ាងណាលោកថានឹងចាត់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យមើលបាទបងខាងខ្ញុំអត់ទាន់បានទទួលព័ត៌មាននេះទេបងចាំមើលបន្ទាប់ពីទទួលព័ត៌មានពីបងនេះហើយខ្ញុំនឹងឲ្យខាងមន្ត្រីជំនាញគាត់ចុះទៅពិនិត្យមើលដោយឡែកលោកសោតស៊ីសុខៀងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថាលោកនឹងចាត់មន្ត្រីជំនាញឲ្យចុះពិនិត្យមើលយ៉ាងណាលោកថាសប្តាហ៍ថ្ងៃនេះអាជ្ញាធរគ្មានកន្លែងណាសម្រាប់ទម្លាក់កាកសំណល់ផ្សេងសត្វតាឃាតនេះទេក្រៅពីទម្លាក់ចូលអូហើយអាជ្ញាធរក៏មិនអនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់ទឹកអូនោះដែរចាំចុះទៅមើលសិនណាព្រោះតន់ដឹងរឿងតែខ្ញុំឲ្យក្រុមការគេចុះទៅមើលសិនប៉ុន្តែទៅប្រព័ន្ធបន្លាយទឹកនៅដមជ័យហ្នឹងគ្រប់ទាំងអស់គឺតម្លាក់ចូលទៅអូហ្នឹងហើយដោយសារយើងអត់មានប្រភពទឹកណាសម្រាប់កាកសំណល់ណារុញទៅហើយអញ្ចឹងការប្រើប្រាស់ទឹកកខ្វក់នៅដមជ័យហ្នឹងក៏រុញតាមរយៈអូតាមហ្នឹងទៅដែរវាតែមួយតែផ្លូវតែមួយទៅនៅដមជ័យក្រុងសំរោងយើងហ្នឹងតម្លាក់តាមបន្លាយតាមអូហ្នឹងទៅទឹកខ្វក់ហ្នឹងអញ្ចឹងដូចតែគ្នាហ្នឹងកន្លែងណាក៏រុញទៅតាមហ្នឹងដែរអត់មានអីទៅត្រូវជាប្រភពទឹកអូសម្រាប់ប្រើប្រាស់ជាទឹកស្អាតទេអត់ទេគេឲ្យប្រើប្រាស់ទឹកស្រះឬក៏ទឹកត្រពាំងសម្រាប់ទឹកស្អាតទឹកប្រើប្រាស់ហើយទឹកអូភាគច្រើនសម្រាប់ប្រើប្រាស់លើវិស័យកសិកម្មឬការដាំដុះទេពលរដ្ឋឲ្យដឹងថាទីតាំងសត្វតាឃាតនេះពុំមែនបង្ហូរតែទឹកកខ្វក់ចូលអូមួយមុខនោះទេគឺបានជះក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋថែមទៀតហើយបានបោះចោលកាកសំណល់ដូចជាស្បែកឆ្អឹងពាសវាលពាសកាលក្បែរផ្ទះប្រជាពលរដ្ឋផងដែរបើតាមអ្នកភូមិអូដែលម្ចាស់សត្វតាឃាតបង្ហូរកាកសំណល់ចូលនោះឈ្មោះថា
អូតាប៉ូនៅម្ខាងរវាងភូមិភ្នៀតនិងភូមិស្របែកចំណែកទឹកវិញគឺហូរតាំងពីចំណុចសង្កាត់ដង្សៃរៈឆ្លងកាត់ភូមិនិងធ្លាក់បន្តទៅស្រុកចង្កាល់